ខ្ញុំឥឡូវអ្នកនរគ្នាថ្ងៃហ្នឹងដែរខ្ញុំឲ្យអ្នកនរគ្នាមើលវីដេអូនេះមួយសង្ឃឹមថាអ្នកនរគ្នានឹងនៅចាំបានវីដេអូមួយហ្នឹងជាមួយមកដាហ្វាអញ្ចឹងណាអ្នកនរគ្នាអីចឹងនៅតែខ្ញុំអាចយកឈ្នះមកដាហ្វាបានអត់អ្នកនរគ្នាកុំភ្លេចតាមដានវីដេអូនេះដល់ទីចប់ផងហើយនឹងដែរគឺថាខ្ញុំជន់មកកនេះខ្ញុំដាច់វិញក៏ដាច់បើដាច់ខ្ញុំវិញកន្លែងនេះដែរខ្ញុំអរគ្នាច្បាស់ជាចាំបានហើយពេលហ្នឹងខ្ញុំដក D-Rod Global របស់ខ្ញុំវាយចាញ់គាត់ចឹងណាគេគិតថាកូនប្រចាំ10ឆ្នាំខ្ញុំសងសឹកក៏នោះពេលដែរឥឡូវនេះខ្ញុំមកសងសឹកជាមួយនឹងមកដាហ្វាវិញចឹងណាអ្នកនរគ្នាចង់ដឹងតែ3អ្នកខ្ញុំអាចយកឈ្នះដាហ្វាបានអត់កុំភ្លេចទស្សនាវីដេអូនេះដល់ទីចប់ផងអីចូលមិនទាន់នឹងអីហងមកដាហ្វាគាត់បានចុច work letter ដើម្បីបំភ័យពួកខ្ញុំខ្ញុំខ្លាចចឹងណាអ្នកនរគ្នាក៏ប៉ុន្តែពួកខ្ញុំមិនភ័យទេខ្ញុំមាន mega letter ដែរចានៅពេលហ្នឹងចុចឲ្យខងមួយទៅអីត្បិតតែ mega យើងតូចក៏ប៉ុតមែនក៏ប៉ុន្តែវារៀងមានអំណាចដែរចឹងណាចូល game មកមិនទាន់នឹងអីផងយើងបានធ្វើការវាយបងដាហ្វាឲ្យលោឈាមសឈាមតន្តិអ្នកនរគ្នាចឹងចានៅពេលណាទៀតយើងទៅ slane គាត់តែម្ដងទៅកន្លែងហ្នឹងដែរខ្ញុំស៊ីគាត់បានមួយចឹងណាអ្នកនរគ្នាយើង slane គាត់បានមួយកន្លែងនេះដែរបាទដាងកើបចាំទៅស៊ីបងដាហ្វាចឹងណាអីឃើញថាចอยបងដាហ្វាលោឈាមខ្លាំងមែនតើប៉ឹងគាត់ចាំដល់ពេលណាទៀតគាត់មិនដាក់វាប្រូចរត់បាត់ទៅគាត់រត់ទៅដល់ trade គាត់ហើយគាត់បានឈរ record ឌឺយើងយ៉ាងសង្ហាចឹងណាអ្នកនរគ្នា record ឌឺនៅក្នុង trade ធំដល់ចិត្តមក record ឌឺក្នុង trade តូចចាំនៅពេលណាទៀតបាទដាងចូលដល់ skill ទី2បាក់តោឈរចាំម៉ាត់ខ្ញុំចាំធាក់ចឹងកន្លែងហ្នឹងដែរខ្ញុំបាន slane ចอยបានមួយទៀតហើយដែរខ្ញុំឃើញគាត់ដេញវាយបាក់តោខ្ញុំចិត្ត slane ចឹងណាខ្ញុំទៅធាក់គាត់មួយជើងដាក់ knock up skill ទី1ជ្រូកនងរ៉ាក់នងឃោសនាគាត់បាន slane កន្លែងហ្នឹងមួយទៀតអញ្ចឹងបន្ទូយើងបាន3ទល់នឹង0ហើយកន្លែងនេះដែរបាទដាងខ្ញុំទៅតាម slane ចอยបានកន្លែងហ្នឹងមួយទៀតអញ្ចឹងបន្ទូយើងឡើង4ហើយអូ map ទៅឃើញគាត់កំពុងតែនៅ blue យើងចាំនៅពេលណាទៀតស្គូនងរ៉ាក់នងឃោសនាពុំទាត់គាត់មួយ knock up skill ទី3អីកន្លែងនេះដែរបាទតោ slane គាត់បានទៀតអញ្ចឹងបងវ៉ាដាហ្វាគាត់បាន slender អញ្ចឹងទៅយើងក៏ទទួលបានជ័យជំនះលើបងដាហ្វាអញ្ចឹងគេថាកុំរយខ្ញុំ10ឆ្នាំខ្ញុំសងសឹកក៏ហួសពេលដែរខ្ញុំក៏បានទទួល skin ពីបងដាហ្វាអញ្ចឹងណាតោះបងខ្ញុំគឺមានប៉ុណ្្នឹងទេកុំភ្លេចជួយ report វីដេអូនេះម្នាក់មួយផងបាយបាយ